សុខភាពផ្លូវភេទគឺជាផ្នែកមួយនៃសុភមង្គលក្នុងគ្រួសារនិងជីវិតគូបច្ចុប្បន្នមានគ្រួសារមួយចំនួនបែកបាក់មិនចោះសម្រងគ្នាក៏ដោយសារតែរឿងផ្លូវភេទក្នុងប្រធានបទមួយនេះមិនមែនហាមបងបារោះមិនឲ្យមានដៃគូរួមភេទឬក៏ហាមមិនឲ្យរួមភេទទេគ្រាន់តែចែករំលែកក្នុងករណីបើសិនជាយើងបានដឹងហើយឮហើយថាដៃគូយើងកំពុងតែមានរោគបើសិនជាអាចយើងផ្អាកក្នុងការរស់នៅជាមួយគ្នាមួយរយៈពេលសិនដើម្បីឲ្យស្ត្រីក៏ព្យាបាលជំងឺនឹងឲ្យជានឹងធូរសះស្បើយព្រោះមានជំងឺមួយចំនួនអត់ជាដោយសារតែមិនបានយល់ដឹងរឿងផ្លូវភេទនឹងឯងចាអញ្ចឹងជំងឺមួយចំនួនទី1ដែលគួរហាមឬក៏តមតែម្ដងកំណើមួយគ្នាបើសិនជាយើងចង់ឲ្យដៃគូយើងជាលឿនជំងឺរលាកស្បូនរលាកស្បូនទី1ទី2ជំងឺរលាកទ្វារមាសស្ត្រីដែលសាឈឺទ្វារមាសក្តៅទ្វារមាសកាហាយទ្វារមាសធ្លាក់សអត់បាត់ស្ត្រីដែលធ្លាក់សធំក្លិនស្អុយក្លិនជូរក្លិនឆ្អាបបើសិនជាអាចធ្លាក់សរោគស្ត្រីហើយមានអាការៈទាំងអស់ហ្នឹងគុំនៅជាមួយគ្នាអីបងបារោះទី2ជំងឺកាមរោគជាពិសេសពពួកជំងឺប្រមេះណាមិនត្រឹមតែប៉ះពាល់ដល់ការរលាកទ្វារមាសធ្លាក់សហូរខ្ទូក្លិនស្អុយរមាស់ក្តៅកុហកកាហាយឈឺផ្សាតាមប្រដាប់ភេទហូរខ្ទូក្លិនមិនល្អខុសពីធម្មតាទាំងបរិះនិងស្ត្រីឯងអាចប៉ះពាល់ដល់បរិះធ្វើឲ្យរលាកពហុនោមរលាកកពេញប្រូស្តារលាកពងស្វានិងរលាកស្បូនរលាកទ្វារមាសបានចឹងបើកើតប្រមេះឈឺចាប់ពេលរួមភេទណាទោះចង់មានចំណងក៏ដោយបើសិនជាអាចគុំអីល្អជាងទី3ចាបញ្ហាតកតងជាមួយនឹងកាមរោគដូចគ្នាគឺពពួកជំងឺស្វាយនិងជំងឺសេកមាន់ទោះបីជាចេញរោគសញ្ញាក៏ដោយមិនចេញរោគសញ្ញាក៏ដោយតែបើសង្ស័យថាខ្លួនឯងមានជំងឺកាមរោគគួរជួសឈាមចាក់វ៉ាក់សាំងការពារបានត្រឹមត្រូវបើយើងអត់ដឹងចេះតែនៅទេអានឹងវាអាចនឹងឆ្លងដល់ដៃគូម្នាក់ហើយម្នាក់ទៀតបានចាទី4ជំងឺគិសឬក៏ជំងឺដុំសាច់ដែលមានការឈឺចុកច្អល់ណែនពេលរួមភេទបើមានបញ្ហាទាំងអស់ហ្នឹងកុំរួមភេទអីព្យាបាលរោគឲ្យជាចាំនៅវិធីការពារបានផល 100% កុំឲ្យមានកូនបន្ទាប់ពីយើងរួមភេទហើយគឺការប្រើប្រាស់ថ្នាំពន្យាកំណត់បែបបន្ទាន់72ម៉ោងថ្នាំ72ម៉ោងបើចង់បានប្រសិទ្ធភាពបំផុតបងប្អូននៅជាមួយគ្នាហើយញ៉ាំភ្លាមប៉ុន្តែបើសិនជាបងប្អូននៅជាមួយគ្នាហើយ5-6ម៉ោងក្រោយមួយថ្ងៃ2ថ្ងៃក្រោយបើបងប្អូនញ៉ាំគឺអត់មានប្រសិទ្ធភាពទេណាហើយថ្នាំ72ម៉ោងនេះក៏វាមានគុណវិបត្តិដែរបើសិនជាយើងប្រើប្រាស់ខុសក្បួនប្រើប្រាស់ច្រើនដងប្រើប្រាស់ញឹកញាប់ច្បាប់ថ្នាំនេះអាចប្រើបានតែ2ដងក្នុងមួយខែទោះបីជាបងប្អូនប្រើច្រើនដងកន្លងមកអត់មានបញ្ហាអីក៏ដោយប៉ុន្តែវានឹងមានផលប៉ះពាល់នៅពេលដែលបងប្អូនរាងកាយចាប់ផ្ដើមខ្សោយប្រើថ្នាំនឹងច្រើនទី1ធ្វើឲ្យស្ត្រីខ្លះប្រើហើយទៅជារលាកក្តៅកុហកកាហាយទ្វារមាសស្ត្រីខ្លះប្រើហើយទៅជារាំងរដូវមិនទៀងស្បូនមានបញ្ហាខ្សោយធ្លាក់សរលាកខុសប្រក្រតីជាពិសេសគឺរដូវមិនទៀងរាំងរដូវបាត់រដូវមកតិចឬក៏មិនមករដូវតែម្ដងបន្ទាប់ពីប្រើថ្នាំនឹងហើយអានឹងគឺជាផលប៉ះពាល់